ជុំប្រភេទកម្ពុជាសិស្សប្រចាំថ្នាក់30ប្រភេទថែមទៀតក្នុងនោះក៏មានអ្នកនិងមិត្តភ័ក្តិរបស់អ្នកផងដែរតើលោកអ្នកស្ថិតក្នុងសិស្សប្រភេទណាសូមតាមដានទស្សនាដូចតទៅប្រភេទទី1កម្ពុជាសិស្សលេះខាងឈឺគ្រូដាក់កិច្ចការផ្ទះធ្វើអត់ការទេលោកគ្រូឈឺធ្មេញគ្រូហៅសួរមេរៀនឆ្លើយមិនកើតទេលោកគ្រូឈឺជើងគ្រូហៅឡើងក្តារខៀនធ្វើលំហាត់ឡើងអត់កើតទេលោកគ្រូប្រាសាយធ្វើជាក្អកតិចតិចដើម្បីឲ្យគ្រូមើលទៅថាឈឺខ្លាំងប្រភេទទី2កម្ពុជាសិស្សជំនាញខាងភ្ញាក់ផ្អើលគ្រប់រឿងថាម៉េចគ្រូប្រឡងលើថាម៉េចគ្រូដាក់កិច្ចការផ្ទះថាម៉េចគ្រូហៅសួរបន្តមាត់ថាម៉េចស្អែកនៅច័ន្ទទៀតជារៀងរាល់ថ្ងៃពោពេញទៅដោយរឿងដែលនឹកស្មានមិនដល់តែងតែនិយាយថាម៉េចពេចពីប្រាប្រាប់ខ្ញុំអញ្ចឹងប្រភេទទី3កម្ពុជាសិស្ស introvert ខ្លាំងខ្លាយស្ងៀមស្ងាត់ណាស់មិននិយាយរឹបរណាសោះពេលនៅម្នាក់ឯងនិងពេលមិត្តភ័ក្តិមិនមករៀនជាមួយពេលជួបកម្ពុជាមិត្តមកដល់ជជែកដេញដោលនិយាយដើមគេបាច់ពពុះមាត់ចោលស្ងៀមស្ងាត់ទេតែកុំចង់ឆ្លោះជាមួយជេរហុយដីជុកប្រភេទទី4កម្ពុជាសិស្សស្ពាយកតាបធំជាងខ្លួនតូចទេតែក៏មើលកតាបធំជាងខ្លួន3ដងកោតចិត្តស្ពាយអត់ធ្ងន់ខ្លាចតែកតាបធ្លាក់សកត់លើកបៀតដូចជាជៀនទេកតាបធំចឹងសង្ស័យដាក់សៀវភៅមករៀនច្រើនហើយមើលទៅតាមពិតសៀវភៅមួយក្បាលឯគាត់អត់បិចទៀតចូលកតាបធំលំលឹងដាក់អីខ្លះទៅឆ្នាំងបាយគិសនីកំសៀវតែដបទឹកស៊ីអ៊ីវទូទឹកកកចង្ក្រានហ្គាសផ្ទះឆាតុក្កតាខ្នើយភួយជាដើមប្រភេទទី5កម្ពុជាសិស្សស្ម័គ្រចិត្តគ្រប់យ៉ាងឲ្យតែគ្រូនិយាយថាអ្នកណាស្ម័គ្រចិត្តខ្ញុំគ្រូមិនទាន់បានប្រាប់ថាស្ម័គ្រចិត្តរឿងអ្វីផងតាំងលើកដៃភ្លាមអូខេទៅលៀមប្រគួនទៅចឹងប្រភេទទី6កម្ពុជាអ្នកវាយតុកធ្វើស្គរចូលចិត្តវាយតុកធ្វើភ្លេងដោយប្រើប៊ិចបន្ទាត់និងម្រាមដៃវាយដួងដៀងច្រៀងផងធ្វើមាត់ផងដែលភាសាអង់គ្លេសហៅថា beatbox ទៅជាយកតុកធ្វើជាឆាកតន្ត្រីថ្ងៃខ្លះយកធុងពេត្រូដាក់សម្រាមមកវាយលេងវាចុះឡើងបែកពេត្រូគ្រូស្រីឲ្យទៀតប្រភេទទី7កម្ពុជាសិស្សកិច្ចរៀនតែងតែរកវិធីសាស្ត្រដើម្បីកិច្ចចេញទៅក្រៅថ្នាក់ដូចជាផ្លោះរបងឡើងដើមឈើជាដើមសិក្សាពីទីតាំងភូមិសាស្ត្រសាលាយ៉ាងយកចិត្តទុកដាក់រហូតដល់ស្គាល់គ្រប់ទីតាំងភូមិសាស្ត្រសាលាច្បាស់ជាងមេរៀនទៅទៀតប្រភេទទី8កម្ពុជាសិស្សគោះវាសលើតុដៃនឹងនៅមិនស្ងៀមទេរវិចរវាមភ្លេចខ្លួនយកប៊ិចយកទឹកលុបគូសលើតុលេងហើយសួរថាគូធ្វើអីដើម្បីបន្សល់ទុកនៅគំនូសម្រង់សម្ដីអក្សរសម្ងាត់ឈ្មោះ Facebook លេខទូរស័ព្ទទុកជាកេរដំណែលឲ្យសិស្សប្អូនចំនួនក្រោយមើលប្រភេទទី9កម្ពុជាសិស្សបង្កើតលេស100ចម្ពោះមានលេសថ្មីគ្រប់ប្រភេទលោកគ្រូខ្ញុំទៅរៀនអត់កើតទេឆ្កែខ្ញុំហាយស្បែកជើងខ្ញុំមកយាយអស់ហើយលោកគ្រូកិច្ចការផ្ទះដែលលោកគ្រូដាក់ឲ្យខ្ញុំអត់បានធ្វើទេប្អូនខ្ញុំវាហាយសិភៅអស់ហើយលោកគ្រូពិនិត្យសិភៅខ្ញុំអត់កើតទេព្រោះសិភៅខ្ញុំត្រូវទឹកភ្លៀងល្ងាចមិញសើមលហាយអស់ហើយលោកគ្រូខ្ញុំឡើង present អត់កើតទេឆ្កែខ្ញុំ USB បាត់ហើយប្រភេទទី10កម្ពុជាអ្នក submit assignment យឺតថ្ងៃនេះដល់ deadline ម៉ោង6ល្ងាចគ្រូឈប់ប្រមូល assignment ហើយតែសិស្សប្រភេទនេះ submit ឲ្យគ្រូម៉ោង 5:59 នាទីពេលខ្លះ2ថ្ងៃក្រោយមកទើបផ្ញើឲ្យគ្រូពេលផ្ញើតែងតែភ្ជាប់ជាមួយនឹងពាក្យសូមមេត្តាលោកគ្រូអធិស្ឋានខន្តីអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយដោយកាយវាចាចិត្តត្បិតសិស្សយឺតនេះដោយអចេតនាទេសូមលោកគ្រូទទួលយកការអធិស្ឋានដ៏ខ្ពង់ខ្ពស់អំពីសិស្សប្រភេទទី11កម្ពុជាអ្នកនិយាយគ្នានៅតុក្រោយតែងតែនិយាយគ្នាខ្សឹបតិចនៅតុខាងក្រោយគ្រប់ពេលវេលាគ្រូកំពុងកត់មេរៀនលើក្តារខៀនឬសំឡេងនិយាយគ្នាដល់ពេលងាកទៅមើលស្ងាត់ឲ្យជ្រាបដោយចោលលុយសេះមិនដឹងថាសិស្សមួយណាយ៉ាងណានិយាយប្រភេទទី12កម្ពុជាអ្នកលើកដៃឆ្លើយសំណួរលើកដៃឡើងដើម្បីឆ្លើយបន្ទាប់មកភ្លេចសំណួរបាត់អធិប្បាយចាក់ប្រធានយ៉ាងមានទំនុកចិត្តតែយ៉ាងណាក៏ប្រសើរជាងអ្នកមិនចង់ឆ្លើយដែរប្រភេទទី13កម្ពុជាសិស្សក្រែងចិត្តចាប់ផ្ដើមនិយាយពេលណាគឺតែងតែប្រើពាក្យសូមអភ័យទោសសូមអធិស្ឋានខ្ញុំអាចអង្គុយក្បែរបានទេសូមអភ័យទោសដែលខ្ញុំកណ្ដាស់លឺសូមអភ័យទោសដែលខ្ញុំមានវត្តមាននៅទីនេះជាកម្ពុជាសិស្សដែលគួរសមបំផុតក្នុងប្រវត្តិសាស្ត្រសាលារៀនប្រភេទទី14កម្ពុជាអ្នកញៀននឹងការថត selfie តែងតែថត selfie គ្រប់ទីកន្លែងមុខថ្នាក់អំឡុងពេលរៀនក្រោយថ្នាក់ក្នុងបន្ទប់ទឹកជាដើមតែងតែនិយាយថាថតមួយទុកជាអនុស្សាវរីយ៍លេងសិន
តែតាមពិតចូលចិត្ត100ប៉ោះជាងហើយយកតែមួយសន្លឹកគត់ជាប់ក្នុងកាមេរ៉ាច្រើនជាងជាប់បន្ទុកប្រឡងទៅទៀតប្រភេទទី15កំពូលសិស្សរោករាតភ្នែកបើកពាក់កណ្ដាលប្រលឹងមិននៅក្នុងខ្លួនដៃកាន់អាហារពេលព្រឹកដើរចូលថ្នាក់យឺតល្វើយមិនមាត់មិនកដូចខ្មោចហ្សូមប៊ីអ្នកណានិយាយរកក៏មិននិយាយរកដែរព្រោះទើបតែងើបពីដេកប្រភេទទី16កំពូលអ្នកទាយចម្លើយត្រូវដោយសំណាងមិនដែលខំប្រឹងរៀនទេដល់ពេលប្រឡងតាំងទាយចម្លើយយកប៊ិចមកបង្វិលចំចម្លើយ A ឬ A ទាំងអស់ហើយត្រូវទាំងអស់ទៀតសង្ស័យខ្មោចជួយហើយពេលប្រឡងប្រភេទទី17កំពូលអ្នកសួររឿងមេរៀននឹងចាញ់ប្រឡងអត់មេរៀនជាច្រើនមិនខ្វល់ខ្វាយទេលោកត្រាតែមេរៀននោះតាក់ទងនឹងបន្ទុកលោកគ្រូមេរៀននេះចាញ់ប្រឡងទេបើមិនចាញ់ទេស្រួលខ្ញុំព្យាលមើលប្រភេទទី18កំពូលសិស្សតន្ទឹងម៉ោងចេញទៅផ្ទះរៀនមិនទាន់បានកន្លះម៉ោងផងសួររកតែម៉ោងចេញទៅផ្ទះព្យាយាមបញ្ចុះបញ្ចូលគ្រូឲ្យចេញទៅផ្ទះមុនលោកគ្រូជិតដល់ម៉ោងទៅផ្ទះហើយជំនាញខាង1នាទីមើលនាឡិកាម្ដងប្រភេទទី19កំពូលសិស្សចូលខុសថ្នាក់អារម្មណ៍មិនដឹងនៅទីណាទេដើរឈ្ងោកព្រលឹងមិននៅក្នុងខ្លួនច្រឡំចូលថ្នាក់គេរហូតប្រភេទទី20កំពូលអ្នកលាក់នំស៊ីតែឯងមានរបស់ញ៉ាំមិនដែលចែកគេទេលាក់ទុកមិនឲ្យអ្នកណាដឹងឡើយស្ងាត់លួចញ៉ាំតែម្នាក់ឯងប្រភេទទី21កំពូលអ្នកដណ្ដើមនំគេឲ្យតែមានមិត្តភ័ក្តិណាញ៉ាំអ្វីរត់ពេញមួយទំហឹងទៅដណ្ដើមរបស់គេបើមានរបស់ញ៉ាំលាក់មិនចិត្តពីសិស្សប្រភេទនេះឡើយច្រមុះពូកែហិតក្លិនឆ្ងាយជាងបែកស៊ីទៅទៀតប្រភេទទី22កំពូលអ្នកសួរពេលប្រឡងម្ដងតែងតែសុំចម្លងចម្លើយពីមិត្តភ័ក្តិរហូតពេលចម្លងហើយនៅឆ្លៀតសួរទៀតហេចម្លើយនឹងឯងបានមកពីណាហើយចម្លើយនឹងត្រូវអត់ប្រភេទទី23កំពូលសិស្សទៅបន្ទប់ទឹកជាក្រុមសុំគ្រូទៅបន្ទប់ទឹកគ្រូឲ្យទៅតែម្នាក់តែចង់ទៅជាក្រុមបើមិនបានទៅជាក្រុមទេសុខចិត្តអត់ទៅទាំងអស់គ្នាប្រភេទទី24កំពូលសិស្សអនាម័យចូលចិត្តជូតតុមុនអង្គុយចេញក៏ជូតចូលក៏ជូតបើមិនបានជូតទេមិនខ្ចីអង្គុយបើគេប្រាប់ថាជូតរួចហើយក៏នៅតែជូតទៀតប្រភេទទី25កំពូលសិស្សសើចលឺក្នុងថ្នាក់រឿងខ្លះមិនសូវអស់សំណើចទេតែនៅតែសើចលឺពេញថ្នាក់ផ្អើលដល់កំពូលសិស្សដែលកំពុងដេកទៅទៀតបើបានសើចហើយស្ទើរតែផ្អើលគេពេញមួយសាលាពេលខ្លះចង់ផ្អើលដល់ជំនាញសាលាទៀតផងប្រភេទទី26កំពូលសិស្សសើចមានសុជីវធម៌សើចខ្សឹបមិនហ៊ានសើចលឺទេកុំឲ្យលឺដល់គេក្រែងរំខានគេសើចខ្ទប់មាត់ស្ទះសំណោចមុខឡើងក្រហមចង់ផ្ទុះចេញមកខាងក្រៅសើចឡើងរង្គើតុកទាំងមូលញ័រចង់បាក់មិនព្រមផ្ទុះចេញមកទេសុកចិត្តផ្ទុះខាងក្រោមឬសូប្រភេទទី27កំពូលអ្នកបិទ sticker លើសៀវភៅពុំសៀវភៅសរសេរលើតុលើកាតាបពោពេញទៅដោយ sticker បើមិនបានបិទ sticker ទេសៀវភៅបើកមិនកើតរៀនមិនកើតសូម្បីបន្ទប់ទឹកក៏បិទដែរបើមិនបានបិទសង្ស័យជុំមិនចេញហើយមើលទៅប្រភេទទី28កំពូលអ្នកស្មានចិត្តគ្រូមានញាណពិសេសស្មានចិត្តគ្រូដឹងថាថ្ងៃនេះគ្រូមកបង្រៀនអត់ថ្ងៃនេះគ្រូប្រឡងទេគ្រូចេញប្រឡងរំហាត់អ្វីខ្លះដឹងទាំងអស់រៀនចប់អាចធ្វើជាគ្រូទាយបានប្រភេទទី29កំពូលសិស្សចាំចម្លងគេមករៀនមិនដែលកត់មេរៀនទេលំហាត់កិច្ចការផ្ទះក៏មិនដែលធ្វើដែរមិនដែលប្រើគំនិតខ្លួនឯងម្ដងណាឡើយចាំមកដល់សាលាពេលណាចាំចម្លងពីគេតែម្ដងហេប្រូមានធ្វើកិច្ចការផ្ទះអត់សុំមើលចម្លើយតិចតែមិនតិចទេប្រភេទទី30កំពូលសិស្សពឹងលើបារមីពេលរៀនមិនខំរៀនទេដល់ពេលចិត្តប្រឡងពឹងលើបារមីអ្វីក៏ជឿដែរឲ្យតែបានជួយពេលប្រឡងគេឲ្យshareរូបផ្លែខ្វិតក៏shareដែរមានតាំងពីរូបព្រះអង្គច័ន្ទមនីបារមីជំនាញសាលាបារមីគ្រូគណិតមកទាំងអស់តើលោកអ្នកជាប្រភេទសិស្សមួយណាសូមខមមិននៅខាងក្រោមឲ្យពួកយើងបានដឹងផង